ដែលជាការជួបគ្នារវាងភ្នំពេញ Ground និងបឹងកេតដោយការប្រកួតនេះគឺធ្វើឡើងនៅក្នុងកីឡាដ្ឋានរបស់ភ្នំពេញ Ground ក្រុមម្ចាស់ផ្ទះឯកសណ្ឋានអាវពណ៌ក្រហមខោពណ៌ក្រហមស្រោមជើងពណ៌ក្រហមក្រុមភ្ញៀវឯកសណ្ឋានអាវពណ៌សខោពណ៌សស្រោមជើងពណ៌សមុននឹងការប្រកួតចាប់ផ្ដើមក៏មានការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធចំនួន30វិនាទីផងដែរការបាល់ចេញពីជើងរបស់បឹងកេតនៅក្នុងវគ្គទី1បាទជំនួប Cambodia Classic Match ពិតជាជក់ចិត្តមែនតើនៅក្នុងសប្តាហ៍នេះដែលជាការប្រកួតបាទដល់ជក់ចិត្តដែលការសម្រុកលើកដំបូងគឺចេញពីភ្នំពេញ Ground សាទីបាទទាត់សម្ដៅទៅលើទីបាទរបស់បឹងកេតប៉ុន្តែបាទត្រូវបានបដិសេធពីសំណាក់បាទអ្នកចាំទីកយសលីមហើយក៏មានការទាត់បាទជាបន្តពីចម្ងាយរបស់លងភិរ៉ាត់ប៉ុន្តែបាល់នេះបាទប៉ោងឡើងទៅខាងលើមានការសម្រុកជាបន្ត Megaloteles បាទអូសបាល់ចូលមកខាងក្នុងបញ្ជូនមកឲ្យ Dyer Moses John រុញបាល់មិនបានសម្រេចបាល់ក៏មកដល់ដៃរបស់អ្នកចាំទីកយសាលីមការបញ្ជូនមកល្អប៉ុន្តែការបាទបញ្ចប់ទីបាទមិនបានសម្រេចបាទពីសំណាក់ខ្សែប្រយុទ្ធរបស់ភ្នំពេញ Ground មានការសម្រុកជាបន្តខ្សែការពារ Raul Fiher ក៏ទាញបាល់ហើយក៏សុទ្ធមួយជើងដែរប៉ុន្តែបាល់នេះមិនបានសម្រេចដូចគ្នាតាមរយៈការរារាំងរបស់អ្នកចាំទីកយសាលីមបាទនៅក្នុងការបដិសេធបាទសំណើបាទរបស់បាទការសុទ្ធពីកីឡាករភ្នំពេញ Ground ចុងម៉ោងក៏មានការទាត់បាល់ free kick មួយជើងពីបឹងកេតប៉ុន្តែបាល់នេះក៏មិនបានសម្រេចដូចគ្នាដោយសារតែបាទអ្នកចាំទីជាមសំណាងបាទសង្គ្រោះបាល់បានសម្រេចពីការទាត់របស់ Charlie Scott បាទចុងម៉ោងក៏មានការសុទ្ធជាបន្តបាទប៉ុន្តែការសុទ្ធក៏នៅមិនបានសម្រេចបាទពីបាទភ្នំពេញ Ground តាមរយៈការបាទចាប់បាល់បានយ៉ាងល្អពីអ្នកចាំទីកយសាលីមចប់ការប្រកួតវគ្គទី1ជាផ្លូវការគឺភ្នំពេញ Ground 0បឹងកេត0មិនមានគ្រាប់បាល់ឈានចូលមកដល់វគ្គទី2កែបាល់ចេញពីជើងរបស់ក្រុមម្ចាស់ផ្ទះភ្នំពេញ Ground ដែលការប្រកួតនេះមានត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះគ្រាប់បាល់កើតឡើងនៅក្នុងវគ្គទី2តាមរយៈការសម្រុកបាទរបស់ក្រុមទាំងពីរបាទឥឡូវនេះគឺជាការសម្រុកជាបន្តបាទបញ្ជូនបាល់មកល្អមែនតើបាទទាត់បាទពី Yam David បាទក្នុងការរកគ្រាប់បាល់ប៉ុន្តែការទាត់របស់ Yam David គឺមិនបានសម្រេចទេចូលថ្នាក់ដៃបាទចូលដៃរបស់បាទអ្នកចាំទីកយសាលីមក៏មានការសម្រុកជាបន្តពីសំណាក់បាទបឹងកេតមកដែរបាទ Cyrus Demi អូសមកខាងក្នុងក៏ទាត់មកបាទមិនបានសម្រេចគិតថាមានអ្នកថែមបាទប៉ុន្តែមិនមានអ្នកណាគេបាទនៅតំបន់បាទគ្រោះថ្នាក់របស់បាទភ្នំពេញ Ground ឡើយក៏មានការសម្រុកជាបន្តគប់មួយសិនបាទផាកជីយ៉ងទាត់មួយជើងមិនបានសម្រេចបាទបាល់ក៏កើតពេជ្របាទបញ្ជូនមកឲ្យណេតូមកឲ្យកើតពេជ្រទាត់មិនបានសម្រេចបាទបាល់មកដល់ជើងកើតពេជ្ររុញមកឲ្យ David ក៏សុទ្ធបញ្ចូលទីបានសម្រេចតែម្ដងដែលនេះគឺជាគ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួត Cambodia Classic Match តាមរយៈការទាត់បាល់បាទយ៉ាងល្អពីខ្សែបំរើ Yam David ផុតដៃរបស់អ្នកចាំទីកយសាលីមបាទ clear ដែរបាទកន្លែងនេះ clear អត់ផុតបាទ clear អត់ផុតក៏បាទ Yam David ឃើញប្រឡោះល្អទាត់បាទល្អមែនតើបាទបញ្ចូលទីបានសម្រេចបាទដែលនេះគឺជាគ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួតបាទ Cambodia Classic Match ដែលជាការប្រកួតដ៏ជក់ចិត្តប្រចាំសប្តាហ៍នេះនៅក្នុងជម្រើសជើងឯក Cambodian Premier League ឱកាសរបស់បឹងកេតក៏មានបាទ Baven តែក៏មិនបានសម្រេចតាមរយៈការសង្គ្រោះបាល់របស់អ្នកចាំទីជាមបាទសំណាងរុញបាល់ឡើងទៅខាងលើល្អមែនតើបាទណែបាទដលបាល់ចេញល្អណាស់បាទហើយក៏មានការបាទគេថាបាទសម្រុកជាបន្តពីបឹងកេតបាទតាមរយៈការទាត់បាល់ free kick របស់បាទ Sin Brogan Kali ទាត់បាល់យកមុំតូចមិនចំគោលដៅហើយលទ្ធផលបញ្ចប់ការប្រកួតគឺមានតែមួយគ្រាប់តែប៉ុណ្ណោះភ្នំពេញ Ground ទទួលបាន